យមិនឡើងតឡាការអន្តរជាតិអញ្ចឹងហ្គេមរវាងថៃហើយនិងកម្ពុជានឹងចប់នៅចំណុចណានេះគឺជាការវិភាគរបស់អ៊ំម្នាក់នេះនៅក្នុងកម្មវិធី Clear Chat បងចយធានាថាបងប្អូនស្ដាប់คลิปនេះចប់ហើយដេកដាក់ទំនាយថៃដេកដាក់ត្មងអ្នកពហិការតកូនតចៅបន្តទៀតហ្មងបងប្អូនស្ដាប់គាត់វិភាគទាំងអស់គ្នាបងប្អូនណាแบบไหนแบบ end game จริงๆก็ต้องกลับไปตัดការបញ្ចប់ហ្គេមដោយពិតប្រាកដហ្មងណាចប់របៀបមិនគេបងប្អូនពួកគេអត់ទៅតឡាការអន្តរជាតិ ICJ ទេស្ករគ្រាប់ Hammer ជួយដល់សុខភាពភ្លើភេទបរិសុទ្ធប្រើតែមួយគ្រាប់បានផល2ទៅ3ថ្ងៃវាភ្លាមធ្វើឲ្យមានអារម្មណ៍ខ្លាំងឡើងរឹងល្អពន្យាពេលមិនឲ្យឆាប់ចេញមិនឆាប់ហត់ធំជាងមុនដៃគូពេញចិត្តបំភ្លេចមិនបានទិញ5ថែម2លេខទូរស័ព្ទ010 750 850กรรมการชุดใหม่นะครับไม่เอาชุดเดิมไม่เอา JBC ไม่เอา MOU គឺបង្កើតគណៈកម្មការឈុតថ្មីជំនួសឈុតចាស់អត់យក MOU អត់យកស្អីគេកិច្ចព្រមព្រៀងស្អីពីមុនមកដែលមានទាំងប្រមាណហ្នឹងគឺគេលុបចោលអស់គេអត់យកទាំងអស់ហើយគេបង្កើតគណៈកម្មការឈុតថ្មីមកថ្មីចាស់ហ្មងทำอะไรก็ได้ให้มันดีขึ้นแล้วไปคุยกันให้ดีว่าเขตแดนที่เหลือนี่จะเอายังไงถูกไหมครับបង្កើតគណៈកម្មការឈុតថ្មីហើយមកពិភាក្សាមួយកម្ពុជាបើយើងនេះត្រូវដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ហ្នឹងដោយសន្តិវិធីដោយរបៀបណាចឹងទៅไอ้นี่ไม่ใช่ผมพูดเองนะครับนักวิชาการต่างประเทศเขาพูดว่าถ้ากลับไปศาลโลกก็ลบกันอีกเพราะว่าที่ผ่านគាត់ថានេះមិនមែនគាត់ចេះតែនិយាយទេណាអ្នកវិជាការខាងការបរទេសហ្នឹងក៏គេលើកឡើងដែរពីព្រោះបើសិនជាទៅតុលាការអន្តរជាតិគឺប្រកាសជាប្រយុទ្ធគ្នាទៀតก็ลบกันเพราะศาลเนี่ยครับព្រោះកន្លងមកហ្នឹងគឺប្រយុទ្ធគ្នាដោយសារតែតុលាការអន្តរជាតិហ្នឹងហើយបងប្អូនកន្លែងហ្នឹងគឺគេចង់បញ្ជាក់ថាគេអត់ទទួលយកនៅការសម្រេចរបស់តុលាការអន្តរជាតិ ICJ 2លើកជាមួយនឹងកម្ពុជាក្នុងចំនួនប្រាសាទព្រះវិហារហ្នឹងគឺគេស្រែកថាគេអយុត្តិធម៌ណាគេអត់ទទួលយកនៅការសម្រេចហ្នឹងទេគឺគេអយុត្តិធម៌ហ្មងបងប្អូនគេនៅតែអះអាងថាប្រាសាទព្រះវិហារហ្នឹងគឺជារបស់គេអញ្ចឹងណាហេតុអីបានជាតុលាការអន្តរជាតិហ្នឹងកាត់មកឲ្យខាងកម្ពុជាគេអយុត្តិធម៌អញ្ចឹងហើយបានគេនេះគេរៀបចំផែនការបងប្អូនតាំងពីនឹងមករហូតមកដល់ឥឡូវដើម្បីឈ្លានពានដល់អធិបតេយ្យភាពរបស់កម្ពុជាយើងហ្នឹងតទៀតបងប្អូនតទៀតอันนี้มันปฏิเสธไม่ได้เราคงไม่ไปศาลโลกอยู่แล้วเพราะเราก็ยืนยันตรงนั้นตลอดถ้าไปก็กลับมาลบกันอีกนะครับនេះគេបញ្ជាក់ទៀតណាគឺយើងគឺថាមិនទៅតុលាការអន្តរជាតិស្រាប់ទៅហើយមានន័យថាគឺគេបដិសេធមិនទៅតាំងពីដំបូងដែលកម្ពុជារបស់យើងប្រមូលគេឡើងតុលាការអន្តរជាតិមកម្លេះប៉ុន្តែគេអត់ទៅហ្នឹងណាបងប្អូនគេជ្រើសរើសយកការប្រយុទ្ធដើម្បីឈ្លានពានដល់អធិបតេយ្យភាពរបស់កម្ពុជាហ្នឹងហើយគាត់ក៏បានបញ្ជាក់ទៀតថាទោះបីជាទៅហ្នឹងក៏នៅតែប្រយុទ្ធគ្នាដែរវាប្រកាសអញ្ចឹងហើយពីព្រោះសៀមវាប្រើអំណាចយោធាប្រើកម្លាំងយោធាដើម្បីឈ្លានពានដល់អធិបតេយ្យភាពរបស់កម្ពុជារបស់យើងទាំងកំរោលតែម្ដងเพราะว่าแนวของศาลก็มีอยู่แล้วแล้วก็ไม่เป็นธรรมกับเราแล้วก็ทุกคนก็ตั้งข้อสังเกตว่าศาลก็ไม่ได้แก้ปัญหาให้เราไม่ได้គាត់ថាអីដែលជាការសម្រេចរបស់តុលាការអន្តរជាតិហ្នឹងគឺសៀមគេទទួលយកបានចាគេទទួលយកបានហើយក៏អត់មានអីកែខៃដោះស្រាយឲ្យថៃបានទៀតរបៀបលក្ខណៈថាគេបញ្ជាក់ថាអានឹងជារបស់ថៃប៉ុន្តែតុលាការអន្តរជាតិនៅតែកាត់ឲ្យខ្មែរយើងអញ្ចឹងណាអញ្ចឹងគេអត់ទទួលយកគេអត់ទៅទេគេគិតថាតុលាការអន្តរជាតិហ្នឹងវាអយុត្តិធម៌សម្រាប់ថៃទី2คือว่าไอ้ MOU ทั้งหลายเนี่ยนะครับข้อตกลงต่างๆ JBC ก็ต้องยอมรับว่ามันไม่ทำงานคนตายเป็นพันทะเลาะกันแล้วไม่รู้จะดีกันเมื่อไหร่ចឹងនេះគាត់បញ្ជាក់ណាគាត់ថា MOU ឬកិច្ចព្រមព្រៀងអីទាំងឡាយដែលមានកន្លងមកហ្នឹងគឺវាអត់ដំណើរការរហូតដល់មានការប្រយុទ្ធមានអីមានអ្នកស្លាប់ចាជាច្រើនអ្នកកន្លងមកនេះដោយសារតែ MOU អត់ដំណើរការហើយសួរថា MOU អត់ដំណើរការដោយសារអ្នកណាដោយសារខាងភាគីថៃវាអត់ព្រមអនុវត្តទៅតាម MOU ដែលមានពីព្រោះ MOU ដែលមានជាមួយនឹងកម្ពុជាគឺគេចាញ់ប្រៀបកម្ពុជាដោយប្រើប្រាស់ផែនទី1លើ2សែនហ្នឹងបងប្អូនឃើញទេឃើញការវិភាគរបស់គេការគិតរបស់គេគឺបែបចេញមកគឺអត់ទទួលស្គាល់តុលាការអន្តរជាតិ ICJ អត់ទទួលស្គាល់ផែនទី1លើ2សែនទៅតុលាការគឺដឹងតែចាញ់ខាងកម្ពុជាអញ្ចឹងហើយគឺប្រើប្រាស់អីបងប្អូនកម្លាំងយោធាកម្លាំងសភាវុធដែលទំនើបរបស់គេឈ្លានពានដល់អធិបតេយ្យភាពរបស់កម្ពុជារបស់យើងនេះឯង